ខ្ញុំបានធ្វើឲ្យគាត់មើលមុខគេទាំងស្រុងដោយសារតែអ្នកឯងលីវស៊ីយូជាស្ត្រីអភិជនដែលខ្ញុំបានហ្វឹកហាត់ខ្ញុំបានធ្វើវាំងននសម្រាប់នាងគាត់ធ្វើគ្រប់យ៉ាងដើម្បីជួយអ្នកដោយស្ម័គ្រចិត្តជេងជាខ្វាន់នឹងឡៃហ្សងឈីវដុល្លារនេះស្ដាប់ដំបូន្មានរបស់ម្ដាយអ្នកគួរតែនៅទីនេះដោយគោរពប្រតិបត្តិជាមួយនឹងកំណាព្យនិងវ័យកុមារភាពរងយ៉ាង River Mansion ពិតជាមានកន្លែងសម្រាប់ជីវិតដ៏សុខសាន្តរបស់អ្នកដូច្នេះហើយបានជាទ្រង់បានបណ្ដុះបណ្ដាលស្ត្រីទាំងអស់គឺសម្រាប់ជាប្រយោជន៍នៃការត្រួសត្រាយផ្លូវសម្រាប់ពន្លឺព្រះច័ន្ទដែលមើលមិនឃើញយកគ្រួសារនិងអំណាចរួចពួកគេបានបញ្ឈប់ការគ្រួសារនេះបានបង្ហាញពីចរិតលោភលន់របស់ពួកគេមិនត្រឹមតែចង់ឲ្យស្ត្រីខ្លាយជាព្រមចារីប៉ុណ្ណោះទេពន្លឺព្រះច័ន្ទពណ៌ដែលគាត់បានខិតខំដាំដុះយ៉ាងខ្លាំងរាល់ពេលដែលខ្ញុំចុះកិច្ចសន្យាវាគឺសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ចាប់តាំងពីអ្នកបានចូលរួមគ្រួសារ Shen មករបស់ទាំងនេះជាកម្មសិទ្ធិរបស់គ្រួសារ Shen ដោយធម្មជាតិថ្ងៃនេះជាថ្ងៃដែលអ្នកសម្រេចចិត្តចាក់ចេញរបស់ទាំងនេះគួរតែត្រូវបានរក្សាទុកដោយធម្មជាតិនេះជាអ្វីដែលម្ដាយខ្ញុំបានឲ្យទៅអ្នកណាម្នាក់ឡើយគឺឈិនយូដោយសារអ្នកតាំងចិត្តចាក់ចេញម្ដាយរបស់អ្នកនឹងលែងសង្កត់ធ្ងន់លើវាទៀតហើយប៉ុន្តែអ្នកជាស្ត្រីម្នាក់កំពុងបីម្ដាយរបស់អ្នកនៅលើដៃខ្ញុំពិតជាព្រួយបារម្ភណាស់ដរាបណាអ្នកប្រព្រឹត្តល្អម្ដាយរបស់អ្នកនឹងសន្យានឹងអ្នកថាពួកគេនឹងមិនធ្វើឲ្យអ្នកពិបាកម្ដងទៀតទេ